Bà xưa đây là tao khía trongក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកចំណុចទូចមួយដែលយើងគួរដឹងនៅក្នុង Microsoft Excel តើតើទៅនឹងការសរសេរអក្សរឬកំណត់អក្សរនោះឲ្យវាស្ថិតនៅក្នុង cell តែមួយនៅពេលដែលយើងសរសេរអក្សរច្រើនណាឧទាហរណ៍ថាខ្ញុំសរសេរថាhello guys អញ្ចឹងទៅmy name is Housan yes គាត់និយាយទៅហោទេអញ្ចឹងជាទូទៅនៅក្នុង Excel នៅពេលយើងសរសេរគឺវា load ទៅ cell អញ្ចឹងវា load ទៅលើ cell គេផ្សេងអញ្ចឹងហើយនៅពេលដែលយើង print គឺវាដូចកម្មវិធី Word អញ្ចឹងគឺវាឃើញអញ្ចឹងចុះយើងចង់ឲ្យវាចុះបន្ទាត់យើងសរសេរមិនអញ្ចឹងដើម្បីយើងធ្វើឲ្យវាចុះបន្ទាត់បានគឺយើងត្រូវ select ទៅលើហ្នឹងចុច mouse ស្ដាំនោះអ្នកទាំងអស់គ្នាមើលពាក្យថា format cell ចុចទៅលើពាក្យថា format cell បន្តទៀតចូលកន្លែង alignment នេះហើយបន្តទៀតគឺយើងយក web text ហើយចុច OK មកអញ្ចឹងឃើញអក្សរវាចុះបន្ទាត់អញ្ចឹង yes អញ្ចឹងនៅក្នុង Word ស្រួលតែក្នុង Excel គឺយើងត្រូវប្រើកន្លែងមិញអញ្ចឹងឧទាហរណ៍ថាខ្ញុំសរសេរថ្មីថាឧទាហរណ៍ថាyou are a student នេះទៅអូខេអញ្ចឹងនៅពេលដែលយើង print គឺវាខុសគ្នាចាបើយើងប្រើនៅក្នុង web text មិញគឺអត្ថបទវាគឺចុះបន្ទាត់អញ្ចឹងវាស្ថិតនៅក្នុង cell តែមួយតែបើយើងអត់ប្រើកន្លែង format cell មិញទេគឺអត្ថបទរបស់យើងគឺទៅសេមកកណ្ដាស់ហ្នឹងគឺបន្តគ្នារហូតវាចូលទៅក្នុងទៅកាន់ cell របស់គេបន្ថែមទៀត yes អញ្ចឹងបើយើងចង់ធ្វើគឺយើងគ្រាន់តែ select ទៅលើ cell ហ្នឹងមកហើយចុច mouse ស្ដាំបន្តមកទៀតយើងយកពាក្យកន្លែង format cell ហើយយកកន្លែង web text អញ្ចឹងបើយើងចូលមកដំបូងវាចូលកន្លែង number នេះយើងចូលកន្លែង alignment មកហើយយក web text អូខេមកយ៉ាគឺឲ្យវាចុះបន្ទាត់នៅក្នុង cell តែមួយ cell hash នេះតែមួយ yes ឬក៏មួយទៀតបើយើងអត់ចុច mouse ស្ដាំទេយើងចុចកន្លែងនេះក៏បានកន្លែង number នេះហើយយើងយកពាក្យ alignment ហើយយកពាក្យកន្លែង web text មកគឺបានដូចគ្នាទេ yes អញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេដែលចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាបាទអរគុណច្រើនយើងជួបគ្នាវីដេអូបន្តទៀតអូខេបាយបាយ